សមត្ថភាពទាំង10ដែលយើងត្រូវតែមានការត្រៀមខ្លួនជាមួយនឹងការពង្រឹងជំនាញរបស់ខ្លួនវាគឺជាការបង្កើតនូវគុណភាពជីវិតរបស់ខ្លួនឯងមិនចំពោះថាតើយើងបានរៀននៅទីណាពេលណាបន្ទុកខ្ពស់ក្តីឬទាបក្តីនោះទេដរាបណាយើងអាចឆក់យកនៅជំនាញទាំង10ខាងក្រោមនេះបាននោះយើងនឹងក្លាយជាមនុស្សជោគជ័យទៅលើការអភិវឌ្ឍខ្លួនឯងជាមិនខានឡើយសម្រាប់សមត្ថភាពទី1ត្រូវរៀនសម្របខ្លួនចរន្តសកលភាវូបនីយកម្មបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីដែលពេលខ្លះយើងស្ទើរតែត្រៀមខ្លួនមិនទាន់ផងក្នុងស្ថានភាពនេះវាទាមទារឲ្យយើងចេះសម្របខ្លួនឲ្យទាន់សភាពការភ្លាមស្របតាមការអភិវឌ្ឍនានានៅជុំវិញខ្លួនយើងមិនមែនចំណាយពេលច្រើនទៅស្វែងរកនៅអ្វីដែលយើងគ្មាននោះទេតែវាជាការចំណាយពេលស្វែងរកនៅគន្លឹះដើម្បីដើរឲ្យទាន់តាមការផ្លាស់ប្ដូរនៃសង្គមបច្ចុប្បន្នសមត្ថភាពទី2ត្រូវចេះច្នៃប្រឌិតនិងបង្កើតថ្មីការបង្កើតថ្មីសំដៅទៅលើគោលគំនិតប្រាជ្ញាស្មារតីហើយការច្នៃប្រឌិតរបស់យើងគឺគួរតែខុសប្លែកពីរបបកំហុយមុនដែលមានប្រយោជន៍សម្រាប់មនុស្សជាតិហើយការច្នៃប្រឌិតនឹងធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់ដែលមានសក្តានុពលដែលអាចចូលរួមប្រកួតប្រជែងក្នុងសង្គមការងារក៏ដូចជាកិច្ចការរកស៊ីផ្សេងទៀតផងព្រោះនៅពេលដែលយើងមានភាពច្នៃប្រឌិតនៅក្នុងខ្លួននោះយើងនឹងទទួលបាននូវភាពជោគជ័យលើសពីអ្វីដែលខ្លួនឯងរំពឹងទុកទៅទៀតវាគឺជារឿងមួយដែលมันអាចទៅរួចសម្រាប់អ្នកដទៃតែវាអាចទៅរួចសម្រាប់យើងដរាបណាយើងមិនបោះបង់ការព្យាយាមមួយនេះចោលសមត្ថភាពទី3ផ្ដោតទៅលើការងារភាពជោគជ័យរបស់មនុស្សសំខាន់បំផុតគឺការផ្ដោតទៅលើការងារដែលខ្លួនកំពុងតែធ្វើក្នុងពេលឥឡូវនេះដោយមិនប្រកាន់ថាអ្នកត្រូវតែជាមនុស្សពូកែឬមានសញ្ញាបត្រធំដុំអ្វីនោះទេប៉ុន្តែវាទាមទារឲ្យយើងច្បាស់នៅអ្វីដែលយើងកំពុងតែធ្វើទាំងការងារបច្ចុប្បន្ននិងគម្រោងការនៅថ្ងៃអនាគតរបស់យើងផងដែរហើយលក្ខណៈពិសេសមួយទៀតដែលយើងត្រូវតែមាននោះគឺភាពប៉ិនប្រសប់នៅក្នុងការប្រកបការងាររបស់ខ្លួនវាមានន័យថាជំនាញឬកិច្ចការណាមួយក៏ដោយដែលយើងត្រូវតែចេះយកវាមកអភិវឌ្ឍជាប្រចាំព្រោះបច្ចុប្បន្នភាពនៃសង្គមដ៏ទំនើបមួយនេះគឺតែងតែរលទៅមុខជានិច្ចអញ្ចឹងហើយទើបយើងត្រូវតែបណ្ដុះនិងពង្រឹងនៅអ្វីដែលយើងកំពុងតែធ្វើផងដែរសមត្ថភាពទី4រក្សាកេរ្តិ៍ឈ្មោះស្របពេលដែលពិភពលោកកំពុងមានឥទ្ធិពលខ្លាំងទៅលើប្រព័ន្ធបច្ចេកវិទ្យា